ប្រជាជនណាដោយខ្មោចបិសាចមនុស្សជាច្រើនរាប់ម៉ឺននាក់ព្រមទាំងប្រសង់ជាច្រើនអង្គបាននិមន្តមកពីតាមបណ្ដាខេត្តនានានិងនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធនេះបានប្រមូលផ្ដុំគ្នាធ្វើមហាបាតកម្មដោយសន្តិវិធីសាជាថ្មីដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិការធ្វើមហាបាតកម្មលើកនេះគណៈបកសង្គ្រោះជាតិបាននាំយកនៅញត្តិដែលមានស្នាមផ្តិតមេដៃពីប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានានៅទូទាំង24ខេត្តក្រុងប្រមាណជាង2លាននាក់ហើយគ្រងនឹងហែដាក់តាមស្ថានទូតនានាប្រចាំប្រទេសកម្ពុជាការដង្ហែញត្តិថ្ងៃដំបូងនេះគណៈបក្សសង្គ្រោះជាតិបានយកមកប្រគល់ជូនការិយាល័យឧត្តមស្នងការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាមុនគេក៏ប៉ុន្តែការដង្ហែញត្តិនេះមានការរារាំងពីកម្លាំងសមត្ថកិច្ចទេមេដឹកនាំគណៈបក្សសង្គ្រោះជាតិគឺលោកសំរងស៊ីនិងលោកកឹមសុខាបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយពីមន្ត្រីតំណាងអង្គការសហជីវជាតិមកទទួលញត្តិថានឹងនាំយកញត្តិដែលមានស្នាមផ្តិតមេដៃទៅទីស្នាក់ការធំរបស់អង្គការសហជីវជាតិនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ថាអង្គការសហជីវជាតិនឹងធានាឲ្យបានគង់វង្សនៅញត្តិទាំងនេះព្រោះថាវាជាភស្តុតាងមិនអាចប្រកែកបានហើយអង្គការសហជីវជាតិសន្យាថានឹងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យមានការផ្ទៀងផ្ទាត់ឲ្យមានការរាប់ស្លឹកឆ្នោតឡើងវិញឬមួយឲ្យមានការបោះឆ្នោតឡើងវិញដើម្បីធ្វើម៉េចឲ្យឆន្ទៈប្រជារាស្ត្រខ្មែរត្រូវបានលាតត្រដាងត្រូវបានគេទទួលស្គាល់ត្រូវបានគេគោរពគណៈបក្សសង្គ្រោះជាតិគ្រោងនឹងប្រមូលស្នាមផ្តិតមេដៃឲ្យបានជាង1លានផ្សេងទៀតដែលសរុបទាំងអស់ជិត4លានស្នាមមេដៃដើម្បីដាក់ជូនការិយាល័យឧត្តមស្នងការសហជីវជាតិនិងស្ថានទូតនានាប្រចាំប្រទេសកម្ពុជាក្នុងអំឡុងពេលនៃការធ្វើមហាបាតកម្មរយៈពេល3ថ្ងៃនេះនៅទីលានប្រជាធិបតេយ្យមនុស្សបានឈរពេញព្រៀបដោយមានចងបោនៅលើក្បាលដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតនិងបានកាន់បដាទង់សាសនាទង់ជាតិពីបណ្ដាប្រទេសសំខាន់រួមទាំងសហរដ្ឋអាមេរិកនិងទង់របស់អង្គការសហជីវជាតិលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិបានសន្យាចំពោះក្រុមបាតកោថាគណៈបករបស់លោកនឹងទាមទាររហូតដល់មានយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតខ្ញុំជឿថាបាតកោទាំងអស់ជុំគ្នាថ្ងៃនេះយើងនឹងសម្រេចចិត្តថាដាច់ខាតយើងមិនអោយគណៈបកប្រជាជនកម្ពុជាជន់ឈ្លីឆន្ទៈប្រជាប្រដ្ឋខ្មែរជាដាច់ខាតជ័យបរមរាជកោហនក្រោយពីបានបញ្ចប់ការថ្លែងសន្និដ្ឋានរយៈពេលខ្លីលោកសំរងស៊ីនិងលោកកឹមសុខាព្រមទាំងវងបាតកោបានដើរតាមបណ្ដោយផ្លូវជាតិលេខ51ពោះទៅកាន់ការិយាល័យឧត្តមស្នងការសហជីវជាតិដើម្បីដាក់ញត្តិក្រោមការតាមឃ្លាំមើលពីកម្លាំងសមត្ថកិច្ចនៅតាមដងផ្លូវពីទីលានប្រជាធិបតេយ្យពោះទៅកាន់ការិយាល័យឧត្តមស្នងការសហជីវជាតិក្រុមបាតកោបានស្រែកព្រមគ្នាថាដូប្រជាពលរដ្ឋមួយរូបនៅក្នុងទីក្រុងភ្នំពេញបាននិយាយថាលោកចង់ឲ្យមានការយុត្តិធម៌និងស្អប់ខ្ពើមការដឹកនាំនៅក្នុងសង្គមសពថ្ងៃខ្ញុំគិតថារឿងនេះគឺរឿងសំខាន់សម្រាប់ប្រជាពលរដ្ឋយើងហើយនឹងនិស្សិតទាំងអស់ដែលត្រូវតែចូលរួមក្នុងការអភិវឌ្ឍក្នុងការទាមទារសិទ្ធិសេរីភាពរបស់ខ្លួនយើងផ្ទាល់វងបាតកោរៀបនឹងប៉ះទង្គិចគ្នាជាមួយនឹងកម្លាំងសមត្ថកិច្ចក្រោយពីលោកសំរងស៊ីមានបំណងដើរទៅគោរពរូបសំណាក់លោកជាវិជាអតីតមេដឹកនាំសហជីពសេរីកម្មករដែលត្រូវបានឃាតករបាញ់សម្លាប់រូបសំណាក់នេះបានតាំងនៅលើសួនច្បារមួយជិតគេហដ្ឋានដ៏ធំស្កឹមស្កៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅជុំវិញបរិវេណវិមានឯករាជ្យនិងជុំវិញបរិវេណគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនសមត្ថកិច្ចជាច្រើនរាប់រយនាក់បានដាក់របាំងការពារសុវត្ថិភាពយ៉ាងមាំទាំមិនឲ្យក្រុមបាតកោចូលក្បែរនៅទីនោះទេលោកនីចរិយាប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាត់ហុកដើរបណ្ដានិយាយបណ្ដាប្រាប់ VOA សម្លេងសារអាមេរិកថាលោកគាំទ្រឲ្យមានការដាក់ញត្តិនេះពីព្រោះនេះជាដំណោះស្រាយដ៏ល្អមួយសម្រាប់ម្ចាស់ឆ្នោតខ្ញុំយល់ថាការដង្ហែញត្តិនេះជាមធ្យោបាយមួយដែលបង្ហាញអំពីការគាំទ្រដល់គណៈបក្សសង្គ្រោះជាតិហើយនឹងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដដោយបង្ហាញថាប្រជាពលរដ្ឋខ្មែរនឹងពិតជាចង់បានអ្វីដែលគេបានគេថាធ្វើសមាជមហាជនពីលើកមុនមែនគណៈបក្សសង្គ្រោះជាតិនៅថ្ងៃប្រហោះស្អែកនេះនឹងដើរដង្ហែញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសក៏ប៉ុន្តែនៅក្នុងកម្មវិធី3ថ្ងៃនេះគណៈបក្សសង្គ្រោះជាតិមានគម្រោងដង្ហែញត្តិទៅកាន់ស្ថានទូតវៀតណាមទេរាយការណ៍ពីឧត្តមស្នងការសហជីវជាតិប្រចាំប្រទេសកម្ពុជាខ្ញុំហេងរស្មី VOA